Hello សួស្តីបងបាទថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនអំពីរបៀបប្រើប្រាស់កម្មវិធីវិញក៏ដូចជាបងMMO ឬមួយ creator ដែលថ្មីដែលអត់ទាន់សូវចេះកាត់តវីដេអូបាទអញ្ចឹងបងប្រើ CapCut កម្មវិធីនេះស្តីទៅនឹង CapCut ដែរតែវាអត់ចាញ់គ្នាប្រហែលទេកម្មវិធីហ្នឹងគាត់ថា CapCut វាពេញនិយមច្រើនហើយនឹង CapCut គឺយល់ទៅកម្មវិធីណាក៏ល្អដែរឲ្យយើងចេះប្រើណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកកម្មវិធីវិញហើយទៅទៀតខ្ញុំនឹងលើកយកកម្មវិធី CapCut សារឡើងវិញតាមពិតទៅបងប្អូនចង់មើលខ្ញុំកាត់តក៏បងប្អូនអាចទៅមើលនៅក្នុង channel ធំខ្ញុំបាននេះគ្នាគឺ channel សារៈ Vlogger អញ្ចឹងថ្ងៃនេះយើងរៀនមេរៀនទី1របៀបប្រើប្រាស់កម្មវិធីវិញតោះអូខេបងប្អូនជាដំបូងចូលកម្មវិធីបាទវិញនេះមកហ្នឹងហើយខ្ញុំធ្វើមេរៀននេះរៀងក្រោយគេបន្តិចប៉ុន្តែដើម្បីឲ្យវាទូលំទូលាយបាទហើយបន្ទាប់មកខ្ញុំអត់ដាក់សញ្ញាព្រួយនេះខ្ញុំចុចលើនេះហើយខ្ញុំប្រាប់បងប្អូនត្មងបងប្អូនចុចពាក្យនេះnew នេះខ្ញុំគូសហ្នឹង new ហ្នឹងហើយចុចពាក្យហ្នឹងមកតែចុចពាក្យ new ហ្នឹងមកហើយបន្ទាប់មកវាមាននេះ all videos photos នេះមាន all video photo មានថា all រូបភាពទាំងអស់រូបភាពនិង photo លាយចូលគ្នានេះ video នេះ photo អូខេអញ្ចឹងខ្ញុំយក video សម្រាប់មកកាត់ជាកង់អូខេអញ្ចឹងខ្ញុំយកវីដេអូនេះចុចមួយមកហើយបន្ទាប់មកយើងចុចពាក្យថា start នេះបង start នេះខ្ញុំគូសនេះយកខាងស្ដាំនេះ 253 start នេះយកខាងស្ដាំ start នោះស្មើពាក្យថាចាប់ផ្ដើមអូខេអញ្ចឹងយើងមិនបាច់មើលអីទាំងអស់យើងរៀនដំបូងគឺអាមលឹមនៅខាងលើនេះគឺជាមលឹមទៅមុខទៅក្រោយវីដេអូ2ហ្នឹងនេះឃើញអត់អូខេអញ្ចឹងយើងដើម្បីកាត់វីដេអូនេះបានអញ្ចឹងយើងចុចពីលើវីដេអូនឹងមួយមកចុចឈរលើវីដេអូហ្នឹងឲ្យចេញបន្ទាត់សចេះហ្នឹងហើយយើងចុចលើវីដេអូហ្នឹងទៅឲ្យចេញបន្ទាត់សចេះមកហើយយើងមកមើលពាក្យថានេះនៅពេលវាចេញបន្ទាត់សយើងអាចកាត់យើងចុចលើអាបន្ទាត់ចុងសយើងអស់វាតម្រឹមអញ្ចេះក៏បានអស់វាមិនអញ្ចេះក៏បានញ៉ាំតម្រឹមអញ្ចេះអូខេហ្នឹងបែបហ្នឹងហ្នឹងហើយហ្នឹងគឺវីដេអូបែបអញ្ចឹងហើយទី2គឺយើងចង់កាត់វាផ្ដាច់ត្មងយើងកាត់វាផ្ដាច់ហើយខ្ញុំវីដេអូហ្នឹងគឺខ្ញុំធ្វើសរុបអញ្ចឹងខ្ញុំប្រាប់វិធីប្រើដំបងហ្នឹងហើយយើងចូលមកយើងកាត់ផ្ដាច់អញ្ចឹងកាត់ផ្ដាច់យើងចុចពាក្យថា cut នេះពាក្យខ្ញុំគូសនេះចាំមើលខ្ញុំគូសនេះតែហ្នឹងcut ហ្នឹងហើយ speed ពាក្យ cut ហ្នឹងមកយើងចុចខ្វាច់មកនេះគឺកាត់រូបនឹងជាកង់តែម្ដងបាទគឺកាត់រូបនឹងជាកង់នេះឃើញអត់គឺកាត់អញ្ចឹងហើយដើម្បីកាត់ឲ្យលុបឥឡូវយើងយកលុបយើងយកទី1អញ្ចឹងលុបយើងចុចនេះមក delete នេះមកនេះ delete នេះខ្ញុំគូសនេះ volume នេះ delete នេះអាចង់ផុត delete នេះមកចុចប៉ក់មកអូខេអានោះ delete មួយទៀតមកក៏បានដែរចុចលើចេញបន្ទាត់សរមកវា delete មកជប់ចាំតិចនេះ delete ហ្នឹងឃើញអត់វា delete អូខេអញ្ចឹងមានន័យថាបើសិនជារូបយើងនេះខុសអាមុខខុសអាក្តារជាខុសកន្លែងណាយើងកាត់កន្លែងហ្នឹងទៅប៉ុន្តែបើអាមុខអាក្រោយត្រូវហើយប៉ុន្តែខុសអាក្តារអញ្ចឹងយើងអស់រូបហ្នឹងមកអូខេយើងចុចវាចេញបន្ទាត់សហ្នឹងហើយចុចវាចេញបន្ទាត់សទៅហើយយើងយកពាក្យថាឈប់យើងចុចវាចេញបន្ទាត់សទៅយើងចង់កាត់កន្លែងហ្នឹងឧទាហរណ៍នៅខាងមុខហ្នឹងខុស cut ហ្នឹងហើយយើង cut មកអូខេអញ្ចឹងយើងអាខាងមុខនេះត្រូវហើយចឹងយើងចង់កាត់មួយទៀតនេះហើយយើងលុបអាក្រោយយើងចុចអាក្រោយវិញយើងយកវាពេលយើងកាត់មកវាមាន2ឯងវាចង់សួរយើងថាយកខាងនេះលុបឬក៏មកយកខាងនេះអញ្ចឹងទៅចឹងយើងយកខាងនេះយើងចុច delete មកនេះគឺបានហើយបងប្អូនឃើញអត់គឺបានបែបអញ្ចឹងអូខេអញ្ចឹងតមកទៀតយើងចង់ឲ្យវីដេអូនេះបែបចេញជាបែបថាចេញជាចលនាហ្នឹងហើយរៀបកាត់សម្រាប់ខ្ញុំប្រាប់ហើយអញ្ចឹងយើងចង់ឲ្យវីដេអូនេះចេញបែបចលនាបែបហ្នឹងយើងដាក់មកអូខេយើងចុចពាក្យថា animation នេះ animation delete copy បងប្អូនឈប់នេះ animation នេះ animation ហ្នឹងហើយយើងចុចប៉ក់មក
អូខេនេះគឺមានកម្មវិធីរូបចលនាជាច្រើនឲ្យយើងជ្រើសរើសបងប្អូននេះអូខេនេះឃើញអត់គឺមានជាច្រើនឲ្យយើងជ្រើសរើសយើងអាចជ្រើសរើសមួយណាក៏បានជ្រើសរើសមួយណាក៏បានអូខ្ញុំច្រឡំហើយបើយើងបានយើងចុច tick ខាងនេះមកអូខេបន្ទាប់ពីបានហើយយើងដាក់ចលនានៅហ្នឹងគឺនឹងកន្លែងចលនាវាមានកន្លែងនេះខ្ញុំភ្លេចឲ្យមើលចូលកន្លែងចលនាសាថ្មីមកនេះ Opening. Ending. Combination. ហ្នឹងហើយអញ្ចឹង opening ហ្នឹងមានន័យថាក្បាលវីដេអូឲ្យបងប្អូនចេញមកឆែកកន្លែង ending ហ្នឹងប្រែថាបញ្ចប់គេហៅថាបញ្ចប់អញ្ចឹងបន្ទាប់មកយើងចុចថយក្រោយមកយើងបានហើយយើងចុចថយក្រោយទៅអីយ៉ាហ្នឹងហើយយើងចុចថយក្រោយមកអញ្ចឹងយើងអត់ចង់យើងចង់ដាក់ transition គឺនេះអា clip សនេះចាំខ្ញុំគូឲ្យមើលហ្នឹងហើយនេះអា clip សពីមួយចូលមួយហ្នឹងកន្លែងហ្នឹងហើយ រកមិនឃើញ វារំឃើញអត្ថបទទេកន្លែងហ្នឹងដោយសារនេះយើងចុចប៉ក់មករ កមិនឃើញអត្ថបទអ្វីទេនៅទីតាំងនោះ ឈប់បងឈប់ប៉ក់មកឈប់នេះចុចអាកដាលហ្នឹងកន្លែងបញ្ចប់ពីមួយទៅមួយឲ្យមានសចេញកលឹះសបន្តិចហ្នឹងហើយកន្លែងហ្នឹងគឺយើងអាចរើស style ឬអីបានបងប្អូនអាចមើលទៅហើយយើងឆោតពីឆ្វេងទៅស្ដាំទៅយើងមើលនេះហើយយើងអស់ពីឆ្វេងទៅស្ដាំទៅមាន style ជាច្រើនឲ្យយើងជ្រើសរើសក្នុងកម្មវិធីហ្នឹងមែនតើបងប្អូនកម្មវិធីវិញហ្នឹងគឺជ្រុំឡយហ្មងវាស្តីងទៅនឹង CapCut ដែរឃើញអត់វាមាន style ច្រើនយើងរើសមកយើងចុចថយមកបងប្អូនយើងចុចថយមកអូខេហើយមួយទៀតខ្ញុំប្រាប់3ចំណុចចុះហ្នឹងហើយ3ចំណុចបន្ទាប់ពីបានបែបហ្នឹងហើយយើងចុច touch ទៅអូខេចុច touch ការកែទំហំអញ្ចឹងយើងចុចទៅរកកន្លែងកែទំហំយើងចុច edit មក Retouch. Edit. ចុច edit អូខេចុច edit ហើយយើងអុសទៅស្ដាំទៅរកពាក្យថា Canva នេះ Canvas. ហ្នឹងហើយ Canva ហ្នឹងមកអូខេអញ្ចឹងយើងឃើញទំហំហើយមានទំហំ TikTok មានទំហំអីចឹងទៅហ្នឹងយើងយកឲ្យយើងចុច text មកអូខេអញ្ចឹងវីដេអូបងគឺមានតែប៉ុណ្្នឹងទេថ្ងៃនេះសូមបង្ហាញតែប៉ុណ្្នឹងទេអូខេអរគុណច្រើនបងបើពេញចិត្តឲ្យខ្ញុំធ្វើវីដេអូបន្ត comment លើកទឹកចិត្តក៏ដូចជាចុច subscribe អ្នកមួយផងអូខេបាយ